នាងខ្ញុំចូលបម្រើការនៅទីនេះតាំងពីថ្ងៃទី3ខែមករាឆ្នាំ2008អញ្ចឹងគិតមកដល់បច្ចុប្បន្ននេះគឺរយៈពេល17ឆ្នាំជាងហើយចាខ្ញុំជឿជាក់ថាអង្គការយើង20ឆ្នាំតទៅមុខទៀតប្រកាសណាពិតជារីកចម្រើនផ្នែកអប់រំមិនថាកីឡាមិនថាផ្នែកអប់រំគឺឈានទៅចំណុចមួយដែលថាកម្រិតប្រហាក់ប្រហែលនឹងស្តង់ដារដោយសារតាមការមើលឃើញរបស់ខ្ញុំពេលដែលខ្ញុំចូលដំបូងហើយមកដល់បច្ចុប្បន្នហ្នឹងគឺយើងមានការផ្លាស់ប្ដូរខ្លាំងមែនទែនតាំងពីមុនដែលយើងនៅរៀនតាមសៀវភៅពេលវេលាមិនគ្រប់គ្រាន់ប៉ុន្តែបច្ចុប្បន្ននេះសិស្សយើងបានរៀនពេញម៉ោងគាត់ទទួលបានចំណេះដឹងគ្រប់គ្រាន់ហើយការអភិវឌ្ឍផ្នែកគ្រូបង្រៀនគឺកាន់តែប្រសើរលោកគ្រូអ្នកគ្រូគាត់យកចិត្តទុកដាក់រកវិធីសាស្ត្រថ្មីមកបរៀនក្មេងដើម្បីឲ្យសិស្សយើងទាំងអស់គ្នាគឺទទួលបានគុណភាព